បាទសិក្ខាសាលានេះគឺខ្ញុំមើលទៅគឺមានតែសំខាន់មែនទែនដែលយើងឃើញមានអ្នកចូលរួមមកពីអ្នកជំនាញមកពីបរទេសក៏ដូចជាលោកគ្រូដែលកំពុងតែបម្រើការងារជួយកុមារដែលមានតម្រូវការពិសេសជាពិសេសកុមារដែល autism នេះបាទអញ្ចឹងយើងឃើញថានៅរដូវកាលនេះគឺជារដូវកាលដែលយើងលើកកម្ពស់ទៅលើសិទ្ធិ autism ទីពី autism អញ្ចឹងសិក្ខាសាលានេះគឺសំខាន់មែនទែនហើយនៅក្នុងនាមជាវិទ្យាស្ថានជាតិរួមពិសេសយើងអរគុណហើយយើងមានឱកាសក្នុងការចែករំលែកទៅលើទស្សនវិស័យក៏ដូចជាទូនាទីរបស់យើងទៅដល់អ្នកជំនាញផ្សេងៗនៅក្នុងនេះហើយយើងឃើញថាអ្នកជំនាញក៏ដូចជាអ្នកបម្រើការផ្នែកផ្ដល់សេវាអប់រំក៏ដូចជាគាំទ្រទៅលើកុមារ autism នេះគឺកំពុងតែពិភាក្សាគ្នាយ៉ាងផុសផុលទាក់ទងជាមួយនឹងតើយើងគិតយ៉ាងម៉េចដើម្បីឲ្យកុមារដែលមាន autism នេះអាចទទួលបានការងារក៏ដូចជាអាចរស់នៅពេលអនាគតនៅពេលដែលពុកម្ដាយរបស់គាត់មិននៅជាមួយគាត់បាទហើយយើងសង្ឃឹមថាក្រោយពីសិក្ខាសាលានេះទៅគឺអ្នកជំនាញក៏ដូចជាអ្នកកំពុងតែអនុវត្តការងារនេះបានស្វែងរកនៅចំណុចថ្មីៗដើម្បីជួយទៅដល់បងប្អូនដែលមាន autism ហើយនឹងអនាគតទៅខ្លាចជាយុវជនហើយគាត់អាចមានជំនាញក្នុងការរស់នៅក្នុងសង្គមដូចគេដូចឯងដែរបាទ